កែថាថ្នល់ជាតិពេកបាច់គីមួយរត់ទៅវាកាត់ពង្រីកដើមទ្រូងឡើងពងមុនរៀបការកុំអោយគេថាផ្លូវជាតិទៀតទីបំផុតតារាចម្រៀងកូនកាត់ចិនបាច់គីមួយសម្រាប់ចិត្តវាកាត់ពង្រីកដើមទ្រូងឡើងពងមុននឹងរៀបចំពិធីមង្គលការថ្មីនេះតារាចម្រៀងបាច់គីមួយបានរត់ទៅហាងកែសម្ផស្សមួយកន្លែងដើម្បីឲ្យគ្រូពេទ្យជំនាញវាកាត់កែពង្រីកដើមទ្រូងបាច់គីមួយបាននិយាយថាពេលនេះដើមទ្រូងរបស់នាងធំដូចអ្វីដែលខ្លួនបងប្រាថ្នាហើយក៏គ្មានអ្នកណាហ៊ានហៅខ្លួនថាផ្លូវជាតិទៀតដែរកញ្ញាបាច់គីមួយពិតជាពេញចិត្តខ្លាំងជាមួយដើមទ្រូងថ្មីរបស់ខ្លួនជាស្ដែងមួយរយៈពេលចុងក្រោយនេះពេលទៅណាមកណាម្ដងនាងជ្រើសរើសតែសម្លៀកបំពាក់វាលកចំហទ្រូងដើម្បីបង្អួតភ្នែកទស្សនិកជននិងមិត្តភ័ក្តិស្របពេលដែលវាកាត់ពង្រីកដើមទ្រូងថ្មីនេះមានព័ត៌មានថាបាច់គីមួយនិងលោកសយរតនៈត្រៀមដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ខាងមុខនេះបន្ទាប់ពីភ្ជាប់ពាក្យនឹងគ្នាអស់ពេលជាច្រើនឆ្នាំចំពោះរឿងមង្គលការបាច់គីមួយនៅតែនិយាយដដែលថានាងពុំទាន់មានគម្រោងរៀបការនៅឡើយទេពីព្រោះចង់សន្សំលុយឲ្យបានច្រើនសិនគួររំលឹកផងដែរថាតារាចម្រៀងបាច់គីមួយនិងលោកសយរតនៈបានភ្ជាប់ពាក្យនឹងរស់នៅក្រោមដំបូលផ្ទះតែមួយអស់ពេលជាច្រើនឆ្នាំមកហើយអ្នកទាំងពីរក៏មិនខ្វល់ពីពិធីមង្គលការដែរពីព្រោះចាស់ទុំទាំងសងខាងសុទ្ធតែដឹងឮអំពីរឿងនេះមិនថាបាច់គីមួយចង់ធ្វើអ្វីលោកសយរតនៈគំត្រូលនាងគ្រប់បែបយ៉ាងជាពិសេសរឿងកែនិងពង្រីកដើមទ្រូងជាដើម